ចានេះគេហៅតងនេះពូតងអានេះគេហៅពេជ្រថៃចាអូនេះពេជ្រថៃចាពណ៌រៀងបែកទឹកក្រូចលោកពូនឹងបងប្រុសបានប្រាប់ខ្ញុំថាអ្នករែងត្បូងមិនសូវមានត្បូងល្អជាប់ខ្លួនពាក់នឹងគេទេក្មួយមិនបាច់សួររកទេព្រោះថាត្បូងធំហ្នឹងទៅរកបាននឹងទៅលក់ហើយប៉ុន្តែភាគច្រើនដែលមានជាប់ខ្លួនហ្នឹងគឺសារតូចដែលថាអត់ត្រូវតម្លៃគ្នាអីហ្នឹងគឺគាត់រក្សាទុកសិនអញ្ចឹងណាបងប្អូនបើចង់មើលត្បូងស្អាតធំអីហ្នឹងទៅរកខាងកុងសែព្រោះថាកុងសែគេធ្វើខ្សែកជាតិអីហ្នឹងគឺធំខ្លាំងមែនតែនហ្មងហើយនេះគឺជាទស្សនវិជ្ជាមួយដែលកម្របានឃើញខ្លាំងមែនតែនសម្រាប់ក្មេងចំនួនក្រោយដូចជាខ្ញុំនេះបងប្អូនតែឃើញលើកទី1ក្នុងឆាកជីវិតហើយនិយាយតាមត្រង់ហ្មងមកដល់កន្លែងនេះគឺថាសប្បាយចិត្តរីករាយជាមួយនឹងលោកពូនិងបងខ្លាំងមែនតែនហ្មងដោយសារបានឃើញផ្ទាល់ភ្នែកហើយនឹងបានរែងខ្លួនឯងផ្ទាល់ទៀតបងប្អូនប៉ុន្តែអត់បានត្បូងអីមួយសោះហ្មងស្ដាយខ្លាំងណាស់ខ្ញុំថាទៅរកបានធំប៉ុនមេដៃអីតើហើយចង់សួរបងប្អូនណាខ្លះដែលឃើញលើកទី1ដូចខ្ញុំកុំភ្លេចជួយ comment ហើយនឹង share ម្នាក់មួយផងហើយនេះគឺជាសកម្មភាពរែងត្បូងដោយដៃឯងបងប្អូនអើយមានប៉ែលមានដៃស្បែកអីចឹងទៅគឺគាត់ជីកដីជីកដណ្ដៅបងប្អូនគឺថាដើម្បីរែងត្បូងនឹងឯងហើយនេះដណ្ដៅគាត់នីមួយគឺថាលិចក្បាលចឹងហ្មងបងប្អូនគឺថាដើរមិនស្រួលឆ្លោះចកេះតែពួកគាត់ក៏បានប្រាប់ខ្ញុំវិញដែរថាពេលខែវស្សាអីហ្នឹងគឺទឹកហូរមកវាពេញវិញហើយបងប្អូនហើយពេលដែលខ្ញុំទៅហ្នឹងគឺថាខ្ញុំបានសួរភាសាជាមួយគាត់បានច្រើនដែរពីការរកត្បូងហ្នឹងបងប្អូនហើយគាត់ថាម្នាក់គាត់ធ្វើតាំងពី20-30 ឆ្នាំមុនឯណោះគឺថាយូរដែរហើយតែឥឡូវនេះវិញគឺថាស្បើយខ្លាំងមែនតើបងប្អូនអើយគឺថាគាត់កម្រនឹងបានឃើញកម្រនឹងបានជួបត្បូងណាអញ្ចឹងទៅតម្រាំតែបាន20-30 ម៉ឺនហ្នឹងគឺក៏មិនងាយដែរហើយនេះសបោតតងទេដូចនៅក្នុងបាតដៃខ្ញុំគេហៅតងបងប្អូនប៉ុន្តែវាមានពណ៌ក្រហមតិចដែរជាពិសេសនិលហើយនឹងអាចតងហ្នឹងគឺច្រើនតែខ្មៅជាពិសេសបងប្អូនមានដឹងអត់គឺពួកគាត់សប្បាយចិត្តខ្លាំងមែនតើពេលដែលខ្ញុំទៅថតហ្នឹងគាត់ថាកម្រនឹងគេមកថតណាអញ្ចឹងបងប្អូនគាត់ចង់ចែករំលែកឲ្យក្មេងៗចំនួនក្រោយបានឃើញទស្សនវិជ្ជាមួយនេះផងដែរហើយបើខ្ញុំនេះវិញកាន់តែសប្បាយចិត្តជាងគាត់ទៀតព្រោះថាបានឃើញទស្សនវិជ្ជានេះផ្ទាល់ភ្នែកហើយសំខាន់ណាស់ពេលទៅដល់ភ្លាមគឺថាភ្នែកឲ្យវេហ្មងសលឹងចុះសលឹងឡើងតាមកលៀតថ្មកលៀតអីហ្នឹងយូរទៅចង់សលាវភ្នែកទេបងប្អូនមិននិយាយលេងសើចអីគីឡូបានមួយអីអញ្ចឹងទៅសប្បាយចិត្តខ្លាំងមែនតើហើយនេះឯងមកកញ្ច្រែងនេះវិញគឺបានតងច្រើនមែនតើបងប្អូនអើយនេះច្រើនណាស់10ជាង20បាត់ហើយមើលទៅភាគច្រើនលោកពូថាគេទិញទៅយកដាក់តាមសសរផ្ទះអីអញ្ចឹងណាអញ្ចឹងសិនហើយតបមកគឺគាត់ចាក់ចោលចាហើយយើងដួសសាថ្មីធ្វើបែបហ្នឹងបន្តរហូតដល់លោកពូបាទចាពូនេះយើងទៅបានព្រឹកមិញឬមិនដែរពូអានេះយើងសំបាន5 ខែហើយបានប៉ុណ្ណឹងអូយើងស្មានបានព្រឹកមិញបានច្រើនម៉េច5 ខែអូ5-6 ខែអញ្ចឹងពូអូនេះធំល្អម៉េចហ្នឹងហើយចានេះគេហៅតងនេះពូតងអានេះគេហៅពេជ្រថៃចាអូនេះពេជ្រថៃចាពណ៌រៀងបែកទឹកក្រូចនេះពណ៌ទឹកក្រូចចាអានោះរៀងបែកក្រហមបែកអីអូបងប្អូននៅខាងទឹកដីបៃលិនម្ដុំនេះគេហៅស្ទឹងអីដែរពូនេះស្ទឹងតារៀបអូយក្រោមស្ពានតារៀបហើយនេះបងប្អូនកំពុងតាបានទស្សនានៅការរែងត្បូងបងពូច្រើនមែនតើច្រើនអ្នកណាបងប្អូននៅសកម្មភាពគាត់ធ្វើឲ្យខ្ញុំលើកទី1តែម្ដងឲ្យបានមកដល់ទីនេះហើយបានឃើញតបភ្នែកចែកគាត់រកបានបងប្អូននេះចារបស់ធម្មជាតិអូស្អាតខ្លាំងបងពូនេះមុំតែតម្រាំចាថោកខ្សែកក៏បានធ្វើអញ្ជៀនក៏បានចាលោកពូនេះបើយើងយកទៅឆ្នៃទៀតកាន់តែដេញពលឺដេញចលនាបានព្រាកហ្មងនេះយើងធម្មជាតិចាអត់កាយឆ្នៃទេឆ្នៃចឹងតើយើងឆ្នៃវាមានពលឺដេញធម្មជាតិវាអូស្អាត